សូមគោរពជំរាបសួរសួស្តីទៅកាន់បងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះវីដេអូរបស់នាងខ្ញុំចង់នាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាសារមន្ទីរជាតិនៃប្រទេសកម្ពុជាទាំងអស់គ្នាចាឥឡូវនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងសារមន្ទីរជាតិគឺជាកន្លែងដែលតាំងវត្ថុបុរាណដ៏សម្បូរបែបបំផុតហើយធំមែនទែនក្នុងការដើរមើលទាំងអស់គ្នាអញ្ចឹងសូមអញ្ជើញរីករាយទស្សនាជាមួយនាងខ្ញុំទាំងអស់គ្នាចាដោយសារតែប្រទេសកម្ពុជាយើងទទួលឥទ្ធិពលពីសាសនាព្រាហ្មណ៍ហិណ្ឌូហើយក៏ព្រះពុទ្ធសាសនាអញ្ចឹងហើយបានជាមានរូបសំណាកបុរាណជាច្រើនដែលបានកប់ទុកហើយបានធ្វើការកំណាយឃើញហើយយកមកទុកនៅក្នុងសារមន្ទីររូបភាពគឺយូរមែនទែនហើយក្បូរក្បាច់រចនានៃអ្វីផ្សេងៗទាំងអស់គ្នាសុទ្ធតែដាប់ធ្វើដោយដៃទាំងអស់នេះគឺជារូបគំនូរបៀកគឺជាសិល្បៈបែបសម័យទំនើបក៏បានយកមកតាំងនៅក្នុងសារមន្ទីរផងដែរនេះគឺជាកៃដំបានពីបុរាណដែលសម្បូរទៅដោយក្បូរក្បាច់រចនាចាមានទាំងសងខាងហើយម៉ែគាត់កំពុងតែប្រាប់ថានេះជាស្អីនេះគេហៅត្រល់នេះគេហៅត្បាញរវៃយកចេញពីមាត់តកៅនាងមាត់សតអីខ្ញុំក៏អត់ស្គាល់ដែរប៉ុន្តែនិយាយពីក្បាច់រចនាពេលទាំងអស់គ្នាអើយមើលទៅគួរឲ្យស្ងើចសរសើរអ្នកដែលបានធ្វើមែនទែនក្បាច់មួយពិបាកធ្វើណាទាំងអស់គ្នារបស់ខ្លះគឺសម្រាប់កិនបំបែកគ្រាប់កបាស់គ្រាប់អីចឹងណាចានេះគាត់កំពុងតែប្រាប់ខ្ញុំថាអានេះគេកិនបំបែកគ្រាប់កបាស់គ្រាប់ដោយគ្រាប់កបាស់ដោយកបាស់អីចឹងទៅទិដ្ឋភាពចំកណ្ដាលសារមន្ទីរវិញណារត់តែស្រស់ស្អាតទៅទៀតមើលទៅមានទឹកមានរុក្ខជាតិគឺគួរជាទីពេញចិត្តមែនតើអញ្ចឹងឥឡូវយើងបន្តទៅតាមដានទស្សនាវត្ថុបុរាណជាមួយនឹងនាងខ្ញុំទាំងអស់គ្នាបន្តទៀតចំណែករូបនេះគឺនៅសល់តែដៃទេទាំងអស់គ្នាគឺជាដៃរបស់នារីរបាំមើលទៅស្អាតទន់ភ្លន់វត្ថុបុរាណដែលបានយកមកតាំងប្រមូលពីពេញពីប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាងខ្លះដែលក៏បានប្រគល់មកវិញទាំងអស់គ្នាយើងឃើញហើយយើងមានអារម្មណ៍ថាអូដូនតារបស់យើងពិតជាអស្ចារ្យមែនទែនហើយមើលទៅគួរឲ្យស្ងើចសរសើរមែនទែនចាទោះបីជាយើងមិនបានស្គាល់ឈ្មោះថាវត្ថុនេះហៅឈ្មោះឲ្យចំថាយ៉ាងម៉េចក៏ដោយប៉ុន្តែយើងនៅតែមានអារម្មណ៍ថាអស្ចារ្យអរគុណទាំងអស់គ្នាក្នុងការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាអញ្ចឹងគឺមានតែប៉ុណ្ណឹងទេហើយសូមឲ្យទាំងអស់គ្នាសុខសប្បាយនិងសុខភាពល្អផងដែរហើយកុំភ្លេចជួយ like page របស់នាងខ្ញុំក៏ដូចជា subscribe YouTube របស់នាងខ្ញុំម្នាក់មួយផងដែរអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ